យើងទាំងអស់គ្នារួមគ្នាពហិការទំនិញផលិតផលស៊ីបថៃចំណាយលេបចំណូលបំណុលកើនថាវិការវិនិយោគថយអ្នកជំនាញប្រមានសញ្ញាអាសន្នកំពុងរអិលឆ្ពោះទៅវិបត្តិហិរញ្ញវត្ថុសាធារណៈសញ្ញាអាសន្នពីហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសថៃកំពុងបន្លឺឡើងកាន់តែខ្លាំងលោកសាស្ត្រាចារ្យរងអនុសរថាំចៃសមាជិកសភាតំណាងរាស្ត្រគណៈបកប្រជាជននិងជាអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុសារពើពន្ធស្ថាប័នហិរញ្ញវត្ថុនិងទីផ្សារហិរញ្ញវត្ថុបានប្រមានថាប្រទេសថៃអាចរអិលធ្លាក់ចូលស្ថានភាព Government Shutdown ព្រោះចំណាយរដ្ឋកំពុងរត់លឿនជាងចំណូលលោកបង្ហាញថាថវិកាឆ្នាំ2027បានបង្ហាញរូបភាពគួរឲ្យបារម្ភថាចំណាយជាប្រចាំការឡើងដល់ 2.78 លានបាតហើយបើបូកការសងប្រាក់ដើមកម្ចីទៀតចំណាយស្ទើរតែលេបយកចំណូលរដ្ឋទាំងស្រុងផ្ទុយទៅវិញថវិកាវិនិយោគដែលជាម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ចបែរជាត្រូវកាត់បន្ថយ 8.4% នេះជាសញ្ញាថយនៅពេលរដ្ឋត្រូវរត់រកលុយដើម្បីរស់ថ្ងៃនេះជាជាងរកសម្រាប់ថ្ងៃស្អែកក្តីបារម្ភមិនបញ្ចប់ត្រឹមនេះទេការចំណាយលើសេវាព្យាបាលមន្ត្រីរាជការនិងការខាតបង់របស់មូលនិធិកម្ចីសិក្សាក៏បន្តបង្កើនបន្ទុកថវិការដ្ឋគណៈប្រព័ន្ធគ្រប់គ្រងចំណាយនៅតែមានចន្លោះប្រហោងរឿងដែលអ្នកជំនាញគួរឲ្យព្រួយបារម្ភគឺបំណុលសាធារណៈតាមការវាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌរបស់ IMF បើរាប់បញ្ចូលបំណុលលាក់កំបាំងទាំងអស់សមាមាត្របំណុលសាធារណៈរបស់ថៃបានលើស 70%នៃ GDP រួចទៅហើយអាចកើនដល់ជិត 77% ក្នុងរយៈពេលប្រមាណឆ្នាំខាងមុខប្រសិនបើគ្មានការកែតម្រង់ហិរញ្ញវត្ថុជាតិលើពីនេះការកើនឡើងនៃការចំណាយលើវិស័យការពារជាតិនិងសន្តិសុខក្នុងបរិបទភាពតានតឹងតាមព្រំដែនជាមួយកម្ពុជាក៏ជាការបន្ថែមសម្ពាធលើថវិការដ្ឋផងដែរនៅពេលធនធានកាន់តែច្រើនបង្វែរទៅរកការចំណាយផ្នែកយោធានោះលទ្ធភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធការអប់រំសុខាភិបាលនិងនវានុវត្តន៍ក៏អាចរួមតូចទៅតាមនោះយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242